នៅដើមទសវត្សរ៍ទី90ប្រទេសកម្ពុជាបានក្រោកឈរឡើងវិញសន្តិភាពនិងក្តីសង្ឃឹមក៏បានត្រឡប់ហើយនៅក្នុងជំហានដំបូងទាំងនោះក្រុមហ៊ុន Royal Group ត្រូវបានបង្កើតឡើងដោយគាំទ្រដល់អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាក្រោមការផ្គត់ផ្គង់ផលិតផលសេវាកម្មនិងផ្ដល់ទំនុកចិត្តក្រុមហ៊ុន Royal Group មិនត្រឹមតែជាក្រុមហ៊ុនមួយប៉ុណ្ណោះទេតែគឺជាស្ពានផ្សារភ្ជាប់កម្ពុជានិងពិភពលោកដ៏សំខាន់នៅឆ្នាំ1997ក្រុមហ៊ុន Royal Group បានផ្ដល់ឲ្យកម្ពុជានូវឥទ្ធិពលប្រស្រ័យទាក់ទងដ៏ពិតប្រាកដមួយតាមរយៈក្រុមហ៊ុន Cellcard យើងបានផ្ដល់ឲ្យកម្ពុជានូវសម្លេងការរួបរวมគ្រួសារការពង្រឹងអាជីវកម្មនិងការផ្សព្វផ្សាយប្រទេសទៅកាន់ពិភពលោករាល់សម្លេងរោរាល់ការខលហៅគឺជាសម្លេងរបស់ប្រជាជាតិមួយដែលបានរកឃើញទីតាំងរបស់ខ្លួនឡើងវិញរាល់ទំនាក់ទំនងនាំមកនូវមហិច្ឆតាដ៏អស្ចារ្យយើងបានបង្កើតស្ថានីយទូរទស្សន៍ CTN ដែលជាបណ្ដាញទូរទស្សន៍ជាតិដំបូងគេដើម្បីរៀបរាប់ពីរឿងរ៉ាវនៃប្រទេសកម្ពុជាយើងបានបើកហាង KFC ដើម្បីនាំយករសជាតិក្រៅស្រុកមកក្នុងស្រុកយើងនាំយកធនាគារ ANZ Royal Bank ដើម្បីផ្ដល់ការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុសម្រាប់ជ្រោមជ្រែងគោលដៅនិងពង្រីកឱកាសផ្សេងៗផងដែរជំហាននីមួយៗធ្វើឲ្យជីវិតយើងកាន់តែមានការអភិវឌ្ឍនៅឆ្នាំ2006កម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីរៀបចំគោលដៅឲ្យធំជាងនេះការរីកចម្រើនរបស់កម្ពុជាត្រូវការថាមពលផ្លូវថ្នល់និងការតភ្ជាប់ជាបន្តបន្ទាប់ក្រុមហ៊ុន Royal Group បានចូលរួមបង្កើតដំណោះស្រាយជីវិតបន្ថែមទៀតផ្លូវដែក Royal Railway បានធ្វើឲ្យខ្សែជីវិតរបស់ប្រជាជនកម្ពុជារស់ឡើងវិញថាមពលវារីអគ្គិសនីនាំយកពន្លឺត្រចះត្រចង់ដល់ទីលំនៅនិងឧស្សាហកម្មជាងរាប់ពាន់កន្លែងធនធានពលរដ្ឋសកលត្រូវបានបណ្ដុះបណ្ដាលតាមរយៈសាលាអន្តរជាតិ Southbridge International School Cambodia និង Northbridge International School Cambodia អ៊ីនធឺណិតបានទៅដល់កន្លែងដែលគ្មានអ្នកទៅដល់ពីព្រោះវឌ្ឍនភាពពិតប្រាកដត្រូវតែទៅដល់មនុស្សគ្រប់គ្នារាល់ជំហានគឺជាការសាងសង់គ្រឹះដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចដ៏ទំនើបរបស់យើងនៅឆ្នាំ2009វិញបានផ្លាស់ប្ដូររបៀបដែលកម្ពុជាទូទាត់ប្រាក់ពីកសិករនៅតាមបណ្ដាខេត្តដល់សហគ្រិននៅក្នុងទីក្រុងការទូទាត់ប្រាក់មានភាពសាមញ្ញសុវត្ថិភាពនិងរហ័សទាន់ចិត្តជាងមុនហើយសប្តាហ៍ថ្ងៃនេះធនាគារវិញគឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយរបស់កម្ពុជាគ្រប់គ្រងដោយជនជាតិខ្មែរសម្រាប់ជនជាតិខ្មែរទសវត្សរ៍ឆ្នាំ2010គឺជាវេលានៃការពន្លឿនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទសវត្សរ៍ឆ្នាំ2020គឺជាពេលដែលកម្ពុជាត្រូវផ្លាស់ប្ដូរនៅពេលដែលកម្ពុជាបានលេចលឺទៅកាន់ពិភពលោកក្រុមហ៊ុន Royal Group បានសាងសង់ស្ពានជាសកលក្រុមហ៊ុន Chiley Royal បានផ្ដល់ថាមពលដល់អាជីវកម្មតូចៗធនាគារ Cetra Royal Bank បានជួយជ្រោមជ្រែងក្តីសុបិនរបស់ប្រជាជាតិខ្មែរតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញ SEZ បានក្លាយជាមជ្ឈមណ្ឌលនៃការងារនិងការនាំចេញយើងក៏បានសហការជាមួយក្រុមហ៊ុន Amazon និងក្រុមហ៊ុនធំៗនាំមុខគេទូទាំងពិភពលោកផ្នែកបច្ចេកវិទ្យានិងហិរញ្ញវត្ថុផងដែរ Amazon Web Service បាននាំយកកម្មវិធី Cloud មកប្រទេសកម្ពុជារីឯ Royal Group Exchange បានដាក់កម្ពុជានៅក្នុងអ៊ីនធឺណិតជំនាន់ថ្មី Web3 ជាមួយគ្នានេះយើងក៏បាននាំយកការវិនិយោគការច្នៃប្រឌិតនិងទំនុកចិត្តដល់អនាគតរបស់កម្ពុជាគ្រប់ជំហានគឺតែងតែរួមបញ្ចូលការអភិវឌ្ឍហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជាមិនមែនកំពុងតែដើរតាមពីក្រោយនោះទេកម្ពុជាគឺកំពុងតែឈានទៅមុខគ្រប់ជំហានឥឡូវនេះក្រុមហ៊ុន Royal Group កំពុងឈរជាស្ពានរវាងការគ្រប់គ្រងទីផ្សារមូលធននិងក្រុមហ៊ុនសាធារណៈឈានមុខគេរបស់កម្ពុជាជាមួយនឹងសមត្ថភាព Digital និងបច្ចេកវិទ្យាពេញលេញក្រុមហ៊ុន Royal Group បានភ្ជាប់ប្រជាជនអាជីវកម្មនិងប្រព័ន្ធ Digital ដែលកំពុងរីកចម្រើនរបស់កម្ពុជាយើងបន្តបញ្ជាក់ថាក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិខ្មែរ 100% អាចឈរជើងជាមួយពិភពលោកផ្ដល់ការច្នៃប្រឌិតលំដាប់ពិភពលោកដោយមោទនភាពជាតិខ្មែរពី SIM កាតទៅដល់ទីផ្សារភាគហ៊ុនពីថ្នាក់រៀនទៅដល់ទីក្រុងឆ្លាតវៃក្រុមហ៊ុន Royal Group នឹងបន្តអភិវឌ្ឍខ្លួនពីព្រោះកម្ពុជាក៏ត្រូវតែបន្តរីកចម្រើនដូចគ្នាដំណើររបស់យើងមិនបញ្ចប់ត្រឹមនេះទេនេះមិនមែនគ្រាន់តែជាសាច់រឿងអាជីវកម្មរបស់ក្រុមហ៊ុនមួយនោះទេវាជារឿងរ៉ាវនៃការរស់ឡើងវិញដោយភាពអត់ធ្មត់
ដោយមោទនភាពរបស់ប្រជាជាតិខ្មែរនេះជារឿងរ៉ាវរបស់ប្រទេសកម្ពុជាហើយយើងទើបតែចាប់ផ្ដើមដំណើរនេះតែប៉ុណ្ណោះ